បងប្អូនឃើញតាមជួរនេះនៅខាងជួរនេះមានតយោប្រកបមកមួយហើយនៅតាមជួរនេះមានតយោប្រកបមកមួយទៀតហើយនៅពេលដែលវាប្រកបចឹងហើយបានវាចេញតាមចេះបងប្អូននេះប្រកបនេះបងប្អូនឃើញតយោនឹងមួយតយោហុកហើយប្រកបហើយវាឡើងចេះបំបែកតាមជួរនីមួយអញ្ចឹងទៅបំបែកតាមជួរមួយដូចកន្លែងនេះចឹងបំបែកតាមជួរមួយហើយបានគេចាប់ផ្ដើមនេះគេដាក់អាទ្រីបនេះហើយតយោសនេះសម្រាប់នៅក្នុងប្រទេសកូរ៉េគេចោះឲ្យស្រាប់គេមានចោះឲ្យស្រាប់អញ្ចឹងយើងគ្រាន់តែតអានេះមកយកមកដោតជាប់គល់អាសកៃដូងនេះចឹងទៅហើយក្នុងសកៃដូងនេះគឺជាសកៃដូងសុទ្ធ 100% អត់មានលាយជីអីទេហើយវារៀងខ្មៅនេះដោយសារតែយើងប្រើប្រព័ន្ធទឹកលាយជាមួយនឹងជីហើយអាគល់នេះគឺជាគល់ចាស់ទេសកៃដូងនេះយើងអាចដាំបាន2ឆ្នាំហើយប្រវែងវាប្រហែលជា1ម៉ែត្រទេបងប្អូនឃើញទេធំនេះធំនេះតំណឹងហើយមកដល់នេះប្រវែងវា1ម៉ែត្រហើយយើងអាចដាំបាន4ដើមពីដាំបាន4ដើមចឹងហើយអាសកៃដូងនេះសុទ្ធយ៉ាងទៅយើងរៀបចំប្រព័ន្ធទឹកហើយវាអាសកៃដូងនោះមានចុះខាងក្រោមហើយចុះខាងក្រោមបងប្អូនចុះខាងក្រោមហ្នឹងហើយនេះគឺជាស្នោទេអក្សរសខាងក្រោមនេះស្នោទេយើងគ្រាន់តែដាក់វាសម្រាប់ដាក់អាសកៃដូងនឹងពីលើដើម្បីកុំឲ្យវាជប់កុំឲ្យអានេះនៅជប់បងប្អូនដាក់ស្នោចឹងទៅហើយដាក់អាសកៃដូងពីលើហ្នឹងហើយសកៃដូងហ្នឹងវានឹងហូរទឹកខាងនឹងមកវានឹងទៅចោលនៅក្រោយបងប្អូនចោលនៅចុងក្រោយនេះប្រព័ន្ធទឹកគេរៀបអញ្ចឹងបងប្អូនធុងសម្រាប់មិចជីហើយនឹងទឹកចូលគ្នានៅពេលដែលគេលាយជីហើយអាតូចនេះវានឹងបូមជីមកចូលក្នុងនេះ 10% ហើយនឹងទឹក 90% ហើយនេះធុងទឹកមកជួយធុងទឹកទាំងអស់ទឹកក្នុងនេះចូលក្នុងនេះ 90% ហើយនឹងជី 10% អានេះមីเตอร์សម្រាប់បញ្ជាម៉ាស៊ីនទឹកហើយនឹងជីនឹងចូលគ្នាដល់ពេលដែលវាចូលក្នុងនេះហើយវានឹងប្រើម៉ូតូធំនេះបងប្អូនវាប្រើម៉ូទ័រធំហ្នឹងដើម្បីជំរុញទឹកហ្នឹងទៅក្នុងហៅស៊ឺនេះបងប្អូនតយោហ្នឹងម៉ូទ័រហ្នឹងប្រើតយោហ្នឹងរុញទៅក្នុងហៅស៊ឺអាតយោហ្នឹងតយោហុកហ្នឹងពេលយើងស្រោចស្រពហើយនេះបងប្អូនកន្លែងខាងដើមវិញគឺជាកន្លែងដែលយើងស្រោចស្រពកន្លែងតយោឡើងហើយនេះកន្លែងដែលគេស្រោចស្រពទៅបន្ទាប់ពីស្រោចស្រពហើយនេះបងប្អូនឃើញទេតយោនេះគឺជាកន្លែងប្រហូរទឹកចោលបន្ទាប់ពីយើងស្រោចស្រពកន្លែងនេះហើយអញ្ចឹងទៅវាហៀច្រើនលើសកម្រិតគឺវាហូរចោលនៅកន្លែងហ្នឹងអញ្ចឹងបងប្អូនហូរចោលហើយទឹកនេះចោលទឹកនេះគឺជាទឹកជាប៉ុន្តែចោលប៉ុន្តែគេអាចត្រងទឹកហ្នឹងដើម្បីយកទៅពិនិត្យមើល pH និងកម្រិតទឹកហ្នឹងតើកម្រិតទឹកនឹងមាន pH សមស្របជាមួយនឹងដំណាំពេញប៉ោះនឹងឬក៏អត់ចឹងទៅមានបងប្អូនអ្នករៀនអ្នកធ្វើកសិកម្មអាចនឹងយល់ទាក់ទងជាមួយនឹងកម្រិត pH អីហ្នឹងបងប្អូន